ជំរាបសួរលោកពូណាមីងអបព្រឹត្តិការណ៍អប់រំទិវាជិតអំណាចលើកទី11និងទិវាសុខភាពពិភពលោកសូមអញ្ជើញលោកពូណាមីងមកទស្សនានៅបណ្ណាល័យបន្ទប់សុខភាពនៃសាលារៀនវិជ្ជាបរដូចជាសានកកដែលជាផ្នែកមួយជួយលើកកម្ពស់ដល់ការអាននិងសុខភាពនៃសិស្សានុសិស្សទាំងអស់សូមចូលរួមទស្សនាដូចតទៅនេះគឺជាបន្ទប់បណ្ណាល័យដែលស្ថិតនៅជាន់ទី2នៃអគារធំធាននៅបណ្ណាល័យរបស់យើងមានសៀវភៅជាច្រើនប្រភេទដូចជាបទកថាប្រឌិតកថាសៀវភៅប្រវត្តិសាស្ត្រសៀវភៅលំហាត់និងសៀវភៅផ្សេងៗទៀតជាច្រើនសម្រាប់អានកម្សាន្តនិងស្រាវជ្រាវផងដែរក្រៅពីមកអានសៀវភៅនៅបណ្ណាល័យក៏បំពេញកុំព្យូទ័រសម្រាប់ឲ្យសិស្សសិក្សាស្រាវជ្រាវបន្ថែមផងដែរការណាឡាយើងមានប្រព័ន្ធគ្រប់គ្រងទូទៅគឺ PMB ដោយនៅក្នុងនោះគឺមានការគ្រប់គ្រងដោយទិន្នន័យជាច្រើនហើយងាយស្រួលមែនទែនសម្រាប់សិស្សចេះសងនិងមានភាពងាយស្រួលជាងពីមុនដោយសារពីមុនយើងប្រើសៀវភៅបញ្ជីហើយប្រព័ន្ធ PMB នេះផងដែរគឺក្រោមជំនួយឧបត្ថម្ភរបស់អង្គការទេសនាបន្ទាប់ពីទស្សនានៅបន្ទប់បណ្ណាល័យស្វាគមន៍មកកម្មវិធីសុខភាពបន្ទប់សុខភាពរបស់យើងបានដំណើរការពីម៉ោង7ដល់ម៉ោង11ព្រឹកព្រលឹមនិងពេលរសៀលបានពីម៉ោង1ដល់ម៉ោង5ល្ងាចដែលមានពួកខ្ញុំជាគណៈកម្មការដែលនៅចាំទទួលសិស្សានុសិស្សដែលមានបញ្ហាសុខភាពផ្សេងៗទាំងបណ្ណាល័យនិងបន្ទប់សុខភាពមិនមែនសម្រាប់តែសិស្សានុសិស្សប៉ុណ្ណោះទេគឺសម្រាប់សហគមន៍ទាំងមូលសូមស្វាគមន៍លោកពូអ្នកមីងចូលរួមប្រើប្រាស់ព្រមទាំងអាចឧបត្ថម្ភជាថវិកានិងសម្ភារៈដើម្បីអភិវឌ្ឍបន្ទប់បណ្ណាល័យនិងបន្ទប់សុខភាពឲ្យកាន់តែល្អប្រសើរសូមអរគុណ